សិល្បៈនៃប្រទេសចិនគំនូរប្រេងលោកខាងលិចកូនក្រមុំបូព៌ាចិនសៀងអ៊ីពន្លឺដើរតួជាមុនអាគមរបស់វានៅលើមុខរបស់ស្ត្រីដែលស្នាមញញឹមដ៏គួរឲ្យទាក់ទាញបានរលាយក្នុងអន្តរកម្មនៃពន្លឺនិងស្រមោលធ្វើឲ្យរំជើបរំជួលយ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តអ្នកទស្សនាកូនក្រមុំថាជីត្រូវបានបង្កើតឡើងដោយវិចិត្រករជនជាតិចិនជីនសាំងយីចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ1980គំនូរនេះបានទាក់ទាញអ្នកទស្សនាជាមួយនឹងភាពស្រស់ស្អាតស្ងប់ស្ងាត់ប៉ុន្តែគួរឲ្យទាក់ទាញពេលខ្ញុំឃើញគំនូរនេះខ្ញុំមានអារម្មណ៍ថាវាជាភាពសាមញ្ញនៅក្នុងភាពល្អឥតខ្ចោះរបស់វាមួយជុំបន្តិចវានឹងសាមញ្ញណាស់មួយគំនូរព្រាងទៀតវានឹងច្រើនណាស់កូនក្រមុំថាជីមានរចនាសម្ព័ន្ធស្ថិរភាពស្របតាមច្បាប់ធរណីមាត្រហើយពន្លឺចំហៀងត្រូវបានប្រើដើម្បីសង្កត់ដាក់ស្រមោលជាមួយនឹងជក់ដ៏ស្រទន់ភាពទាក់ទាញរបស់នារីជនជាតិចិននេះត្រូវបានបង្ហាញមិនចេះចប់នៅក្នុងគំនូរព្រេងបុរាណនេះគំនូរព្រេងលោកខាងលិចផ្ដោតលើការតំណាងជាក់ស្ដែងនៃប្រធានបទម្យ៉ាងវិញទៀតគំនូរចិនប្រើបន្ទាត់នឹងជក់ដើម្បីតម្រង់ប្រធានបទពួកវាជាប្រព័ន្ធពីរផ្សេងគ្នានិងសោភ័ណភាពពីរប្រភេទជីនសាំងយីបានសិក្សាគំនូរព្រេងលោកខាងលិចតាំងពីអាយុ15ឆ្នាំដោយផ្ដោតលើការគូររូប